Ok, hello យើងអញ្ចឹងថ្ងៃហ្នឹងយើងមកធ្វើការ download នៅកម្មវិធី MySQL របស់យើងដើម្បីធ្វើការ set up និងប្រើប្រាស់ទៅលើកម្មវិធីមួយហ្នឹងនៅក្នុងការ storage ឬក៏នៅក្នុងការផ្ទុកទិន្នន័យរបស់យើងជានិរន្តរ៍ហ្នឹងទៅតោះអញ្ចឹងដំបូងឡើយគ្នាយើងត្រូវធ្វើការចូលទៅកាន់ Chrome ឬក៏ចូលទៅកាន់ browser ក៏បានតាមដែលគ្នាយើងប្រើឬក៏ Google អីហ្នឹងអញ្ចឹងខ្ញុំសូមចូលទៅកាន់ Chrome ទៅនេះតមកទៀតគឺគ្នាយើងត្រូវធ្វើការ search ពាក្យមួយគឺពាក្យហ្នឹងថា MySQL installer យកពាក្យហ្នឹងមកតមកទៀតគ្នាយើងត្រូវធ្វើការជ្រើសយកអាដំបូងនេះគឺ download MySQL installer មួយហ្នឹងមកនេះអញ្ចឹងបន្ទាប់មកទៀតគ្នាយើងនឹងឃើញទៅលើ option ចំនួន2នៅត្រង់នេះអញ្ចឹងគ្នាយើងត្រូវធ្វើការយកអាខាងលើនេះមកនេះយកតែ 2.1 MB ហ្នឹងមកបានហើយតមកទៀតពេលដែលគ្នាយើងឃើញនៅកាន់ link ថ្មីនេះអញ្ចឹងគ្នាយើងត្រូវធ្វើការយកពាក្យថា no send just start my download កុំយកអាពីរនេះសារយើងអត់ត្រូវចាំបាច់ login log out អីទេនេះអញ្ចឹងវានឹងធ្វើការ download ហើយអញ្ចឹងពេលដែល download ពេញគ្នាយើងត្រូវធ្វើការបើកទៅលើ file មួយហ្នឹងមកវានឹងចេញមកទម្រង់បែបនេះដើម្បីគ្នាយើងធ្វើការ set up ទៅលើវាអញ្ចឹងខ្ញុំហ៊ានដំបូងគ្នាយើងអ្នកដែលថ្មីភាគច្រើនបើកមកគឺចេញផ្ទាំងបែបហ្នឹងអញ្ចឹងមកចេញផ្ទាំងបែបហ្នឹងគ្នាយើងត្រូវធ្វើការមើលកន្លែងនេះមានទៅលើ full មាន custom មានអីទៅតែយើងធ្វើការមួយក្នុងការផ្ទុកទិន្នន័យធម្មតាគឺយើងអត់បាច់ធ្វើអីច្រើនទេគឺយើងប្រើតែលើគេ server only នេះបានហើយតោះអញ្ចឹងយើងចុច next មកអញ្ចឹងមកដល់ត្រង់នេះគឺយើងអត់មានអីច្រើនទេយើងចុច next ដូចគ្នាហើយកន្លែងនេះយើងកុំដូរគ្នាយើងគឺឲ្យវាយក default ចាប់ទៅរក IC យើងមកដើម្បីវាធ្វើការផ្ទុក file ទាំងអស់ហ្នឹងតោះអញ្ចឹងបន្តមកទៀតគ្នាយើងនឹងឃើញកន្លែងបែបនេះវាធ្វើការយើងនៅក្នុងការ download អញ្ចឹងបាច់ចុចកន្លែងណាច្រើនទេយើងរកពាក្យ execute នេះមកចុច execute ហ្នឹងទៅបានហើយនេះអញ្ចឹងគ្នាយើងរងចាំវា execute ឬក៏ដំណើរការទៅនៅក្នុងការ download វាអាចនឹងរងចាំយូរតិចអាស្រ័យទៅលើកម្លាំងអ៊ីនធឺណិតយើងឬក៏កម្លាំង Wi-Fi ផងគ្នាយើងអញ្ចឹងបើខ្លាំងបើសិនជា Wi-Fi យើងខ្លាំងគឺវាអាចនឹងធ្វើការ download លឿនជាងហ្នឹងតិចអញ្ចឹងយើងមានរងចាំវាសិនណាតោះអញ្ចឹងពេលដែលវា download ពេញគឺយើងចូលប្រកាន់ពាក្យ next មកវានឹង load ទៅលើផ្ទាំងបន្តទៀតយើង execute វាទៀតមកណាយ៉ាតមកទៀតគ្នាយើងយកពាក្យ next មកហើយម្ដងនេះគឺយើង next តទៀតអញ្ចឹងមកដល់កន្លែង page កន្លែងនេះគឺ tab bot network ហ្នឹងគ្នាយើងអត់ចាំបាច់ទៅជ្រើសរើសដូរអីញ៉ៃញ៉ៃទេកុំឲ្យមានបញ្ហាអញ្ចឹងចំពោះ THC PIP ហ្នឹងជា default វាទេអា H protocol port ហ្នឹងក៏ជា default វាដែរ port នេះក៏ជា default វាដែរអញ្ចឹងចំពោះ port នៃ MySQL server យើងគឺ port វា3301គ្នាយើងជា default ណាអញ្ចឹងគ្នាយើងអ្នកដែលថ្មីធ្លាប់ប្រើពីមុនមកអីជ្រើសរើសយក port ហ្នឹងទៅក៏ប៉ុន្តែដោយសារតែខ្ញុំធ្លាប់ប្រើហើយអញ្ចឹងខ្ញុំសូមធ្វើការដូរ port កុំឲ្យវាជាន់ជាមួយនឹង port ដែលខ្ញុំកំពុងប្រើបច្ចុប្បន្នណាអញ្ចឹងខ្ញុំសូមដាក់ថា port ថ្មីចុះខ្ញុំដាក់ថា3307វិញទៅអញ្ចឹងពេលខ្ញុំដូរ port របស់ខ្ញុំហើយខ្ញុំចុច next មកអូខេតមកទៀតកន្លែងនេះគឺចុច next ដូចគ្នាអញ្ចឹងកន្លែងនេះគឺគេឲ្យយើងធ្វើការដាក់ទៅលើ password ឬក៏ដោយសារតែខ្ញុំមានហើយមាន account ហើយស្រាប់អញ្ចឹងណាអញ្ចឹងវាឲ្យខ្ញុំទាមទារ login អញ្ចឹងខ្ញុំសូម back ទៅវិញតិចខ្ញុំសូមធ្វើការដាក់ port 301ដូចគេដែរទៅនេះកន្លែងនេះតោះអញ្ចឹងខ្ញុំសូមធ្វើការយក password របស់ខ្ញុំមកតោះចាំបន្តិចនេះអញ្ចឹងពេលដែលយើងដាក់ password របស់យើងហើយវានឹងឲ្យយើងឆែកត្រឹមត្រូវយើងអាចចុច next បានអញ្ចឹងខ្ញុំបញ្ជាក់នៅពេលដែលវា load កន្លែង password បែបហ្នឹងគឺដោយសារតែខ្ញុំធ្លាប់ធ្វើការ set up ឬក៏ខ្ញុំមានទៅលើ account នឹងស្រាប់អញ្ចឹងពេលដែលខ្ញុំលុបឲ្យ
set up ឡើងវិញវានឹងឲ្យយើងធ្វើការបំពេញទៅលើ current root password របស់យើងហើយអញ្ចឹងគ្នាយើងណាដែលអត់ទាន់ដែលធ្វើវាពីមុនមកឬក៏ថ្មីជាមួយវាទេអាហ្នឹងអត់អីទេអត់មានលុយបែបហ្នឹងមកទេអញ្ចឹងកន្លែងនេះដូចគ្នាគឺយើងធ្វើការចុចនេះទៀតមកយ៉ាហើយកន្លែងនេះយើង execute ទៅអាហ្នឹងជា default របស់វាតោះតមកយើងធ្វើការ finish វាមកបានកន្លែងនេះដូចគ្នានៅទៀតមកហើយ finish តោះអញ្ចឹងកន្លែង config ទៅលើ step ទី1ហ្នឹងគឺបានរួចរាល់គ្នាយើងអញ្ចឹងតមកទៀតគ្នាយើងត្រូវធ្វើការចូលមកកាន់ជ្រោមយើងដដែលហើយយើងទៅ download ទៅលើរបស់មួយទៀតគឺថា MySQL Workbench នេះ MySQL Workbench ចឹង MySQL Workbench ហ្នឹងគឺជា IDE ឬក៏ជាកម្មវិធីនៃMySQL យើងណាតោះអញ្ចឹងចូលដល់ page មួយហ្នឹងគឺគ្នាយើងយកពាក្យថា download now ហ្នឹងមកអូខេតមកទៀតកន្លែងនេះគឺយើងយកពាក្យ download ហ្នឹងទៅដូចគ្នាដែរពេលដែលវាលីងមកកាន់ page ហ្នឹងគឺយើងធ្វើការយកពាក្យថា no send just my start download ចានេះវាកំពុងតែ download ឬក៏ដំណើរការនេះតោះអញ្ចឹងខ្ញុំសូមធ្វើការបើកវាមកហើយយើងចុចពាក្យ next មកណាnext ដូចគ្នា next រហូតមកតោះឥឡូវនេះវាកំពុងតែ download status វាអញ្ចឹងយើងចាំតិចទៅអូខេយើង finish វាមកហ្នឹងអញ្ចឹងប៉ុណ្ណឹងគឺជាការសាច់ក៏ប៉ុន្តែនៅក្នុងវីដេអូហ្នឹងគឺខ្ញុំសូមបញ្ជាក់គ្នាម្ដងទៀតពេលដែលគ្នាយើងធ្វើការគេគ្នាយើងធ្វើការconfig MySQL installer មកនេះអញ្ចឹងមកករណីគ្នាយើង load ពាក្យថាបំពេញ password ដែលខ្ញុំបានដាក់ហ្នឹងគឺមានន័យថាអ្នកនរគ្នាធ្លាប់មាន account ហ្នឹងរួចរាល់ហើយអញ្ចឹងមកករណីគ្នាយើងអ្នកថ្មីទាំងអស់គ្នាទេគឺវានឹងអាច load ទៅលើកន្លែងដែលឲ្យយើងបំពេញ password អញ្ចឹងមានថាវាឲ្យយើងដាក់ password តោះអត់អញ្ចឹងមកករណីវាឲ្យយើងដាក់ password គ្នាយើងត្រូវ note ឬក៏ចំណាំ password នឹងទុកដាច់ខាតដើម្បីអីគេដើម្បីធ្វើការយកមក login ចូល account យើងបើករណីគ្នាយើងដាក់ password ហើយយើងអត់បានចងចាំអីទេគឺយើងអត់អាច login ចូល account មួយនឹងបានទេអាហ្នឹងគឺខ្ញុំបញ្ជាក់ឡើងហ្នឹងអញ្ចឹងឥឡូវពេលដែលយើង set up MySQL Workbench នេះឥឡូវហ្នឹងហើយគឺវានឹង load ទៅលើកម្មវិធីហ្នឹងមកហើយនេះគឺ welcome to MySQL Workbench អញ្ចឹងពេលដែលគ្នាយើងចុចមកពឹបវានឹងធ្វើការឲ្យយើងជ្រើសរើសកន្លែងនេះអញ្ចឹងពេលដែលដាក់ជ្រើសរើសគឺវានឹងឲ្យយើងបំពេញទៅលើ password ហើយអញ្ចឹង password ដែលគ្នាយើងបានដាក់បែបមិញដាក់អីត្រូវបំពេញហ្នឹងចូលបញ្ជាក់ទោះបី password ហ្នឹងឧទាហរណ៍គ្នាយើងដាក់ថា1 2 3ក៏តែតែយើង plot មានដកឃ្លាមួយក៏វាចាប់ទាំងដកឃ្លាហ្នឹងដែរអញ្ចឹងមកដាក់ password មួយណាត្រូវដាក់មួយហ្នឹងឲ្យចំអញ្ចឹង password ខ្ញុំមិញដូចខ្ញុំបាន copy ហើយអញ្ចឹងសូម copy ម្ដងទៀតហើយយើងយកទៅដាក់ក្នុងហ្នឹងមកហើយបញ្ជាក់ user យើង root គ្នាយើងអាចដូរ user ក៏បានដែរតាំងពី set up តែមិនដូរទេកុំឲ្យខុសគេតោះអញ្ចឹងយើង OK មកអញ្ចឹងកាលណា password យើងត្រូវយើងនឹងអាចធ្វើការបើកទៅលើកម្មវិធីមួយហ្នឹងបានអញ្ចឹងថ្ងៃហ្នឹងនៅក្នុងការ config ឬក៏ set up ទៅលើ MySQL Workbench យើងគឺមានប៉ុណ្ណឹងគ្នាយើងចាំពេលដែលយើងរៀនបន្តចាំខ្ញុំ practice ឬក៏អនុវត្តឲ្យគ្នាយើងយល់ពីការសរសេរ query នៃកម្មវិធី MySQL ហ្នឹងអញ្ចឹងវីដេអូមួយហ្នឹងគឺមានប៉ុណ្ណឹងគ្នាយើងសង្ឃឹមថាគ្នាយើងធ្វើការ set up បានទាំងអស់គ្នាហើយអត់មានបញ្ហាអីចោះបាយគ្នាយើង